សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានប្រកាសពីគម្រោងថវិកាជាតិសម្រាប់ឆ្នាំ2027-2029ដែលនឹងបន្តកើនឡើងជាមធ្យមក្នុងអត្រា 3.5% 8.3% និង 5% រៀងគ្នាជាមួយនេះសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថាចំពោះវិស័យសំខាន់ៗដូចជាការអប់រំសុខាភិបាលសង្គមគិច្ចនិងការពារជាតិនឹងមិនមានការកាត់បន្ថយថវិកាឡើយព្រោះវិស័យទាំងនេះគឺជាអាទិភាពដើម្បីពង្រឹងកម្លាំងជាតិការបកស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសង្គមថាថវិកាជាតិសម្រាប់ឆ្នាំ2027ក្នុងវិស័យអប់រំនិងសុខាភិបាលអាចនឹងមានការថយចុះដោយសាររដ្ឋប្រមូលថវិកាទៅដាក់ក្នុងវិស័យការពារជាតិថ្លែងក្នុងពិធីសម្ពោធអគារនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាលពីថ្ងៃទី3ខែមិថុនាសម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាអត់មានកាត់បន្ថយដកលុយពីអប់រំនិងសុខាភិបាលយកទៅបង្កើនឲ្យកងទ័ពនោះទេកងទ័ពវិស័យការពារជាតិរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើននៅវិស័យដែលសំខាន់រួមទាំងវិស័យការពារជាតិសន្តិសុខជាតិវិស័យអប់រំព្រមទាំងសុខាភិបាលគឺសង្គមគិច្ចនេះឯងសម្ដេចធិបតីក៏បានបញ្ជាក់ពីដំណើរការនៃការអនុម័តថវិកាជាតិឆ្នាំ2027ផងដែរដោយគម្រោងនេះនឹងត្រូវប្រជុំចរចានៅខែកក្កដាហើយអាចនឹងបញ្ចប់ជាច្បាប់ថវិកាជាតិនៅខែកញ្ញាក្នុងន័យនេះនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសមន្ត្រីក្នុងវិស័យអប់រំសុខាភិបាលនិងសង្គមគិច្ចកុំអោយបារម្ភពីការកាត់បន្ថយថវិកាជាតិនៅឆ្នាំក្រោយខណៈពេលដែលរដ្ឋាភិបាលកំពុងមានផែនការកែតម្រង់វិស័យការពារជាតិគួរបញ្ជាក់ផងដែរថាចំណាយថវិកាជាតិប្រចាំឆ្នាំ2026មានទំហំ 40,913 ប៊ីលានរៀលឬប្រមាណ 10,000 លានដុល្លារដែលស្មើនឹង 18.85% នៃផលិតផលក្នុងស្រុកសរុបផសសចំនួននេះបានកើនឡើង 7.8% បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ2025ដែលបង្ហាញពីកំណើនថវិកាជាតិជាប់លាប់